Cha sẽ nhận tặng nia về comeback you trên blog đó cứ mà thời challenge 50 chaiនៅ Box Street អូខេចឹងគឺយើងដើរទៅដំបងគេហ្នឹងឯងឃើញចាំបារម្ភដែរឈួកគេល្បីដែរហ្នឹងនិយាយទៅ10000គឺយើងអាចដូចពេលហ្នឹងខ្ញុំរៀបបាន2មុខទៅពេលឈួកជាមួយនឹងជើងមាន់ហ្នឹងឯងហើយដើរបន្តហ្នឹងទៀតក៏ឃើញបុកលហុងតំណងតែឡៃគាត់គឺឆ្ងាញ់មែនជាប់ពីកន្លែងឈួកហ្នឹងណាហើយដើរមកមុខទៀតគឺមានផ្អែមខ្មែរនេះអូនិយាយទៅគឺច្រើនមុខចង់ញ៉ាំទាំងអស់រ៉ចុងក្រោយគឺយកអាកោថ្នោតហើយដើរមកបន្តបន្តិចគឺឃើញពោតតែជាបានទិញទេគឺមកឃើញមឹកនេះតំណងមឹកមួយទៀត15000ហ្នឹងហើយមឹកនេះគឺសូហ្នឹងហើយមានទឹកជ្រក់មានអីចឹងហើយទឹកមកគឺមកដល់ផ្អែមទៀតហើយបងចង់ញ៉ាំម៉ូឈីនេះឆ្ងាញ់តែក្រីមអីគេហ្នឹងមានរៀបតែឈើក្នុងហ្នឹងយើងអាចកំងគាត់បានយើងយកអីខ្លះចឹងណានឹងឲ្យមានស្បកស្រួយនៅខាងក្រៅចឹងស្នាក្រែមហ្នឹងគឺដូចជា10000ចឹងហើយយើងដើរមកហកកន្លែងញ៉ាំនេះកន្លែងគេនេះរបៀបថាយើងអាចអង្គុយញ៉ាំបានតម្រូវថាយើងជួយទិញប្រយ័ត្នគេចឹងណាចឹងមែននេះមកនេះគឺតម្រូវកន្លែងអង្គុយទៅក៏ប្រយ័ត្នគេមកគេឲ្យទៅហ្នឹងហើយអួយអាឈក់នេះគឺចង់និយាយថាឆ្ងាញ់ហ្មងណាជាបាយព្រៀងហឹលតែវាមិនហឹលខ្លាំងទេគឺជាស៊ីឈွန်គេហ្នឹងគឺមកល្មមឆ្ងាញ់ហ្មងនិយាយទៅហើយតាពាំងគេគាត់ថាវាអត់សូវស្រួយឆប់ខ្លាំងអីចឹងណាប៉ុន្តែអូខេអូនិយាយទៅបុករហូតដូចខ្ញុំប្រាប់ចឹងដើរហួសពីកន្លែងឈក់ដែលមនុស្សច្រើននេះហ្នឹងបន្តិចហ្នឹងគឺឃើញហើយវាជាគាត់លក់ពីអ្នកដៃពុនហើយមានជាមួយនឹងទឹកកន្លែងគាត់ហ្នឹងគឺឆ្ងាញ់អូយសុំលើកដាច់ទេបោះត្រូវតែទិញចឹងណាចឹងមិនចង់បានទេដូចនិយាយចឹងហ្នឹងហើយសម្រាប់កោសណត់គឺឆ្ងាញ់គាត់ថាទឹកខ្ទិះរបស់គាត់ហ្នឹងរៀងសាបទេតែគាត់ថាអីទេកោហ្នឹងវារសជាតិដិតឆ្ងាញ់ស្រាប់ហើយចឹងញ៉ាំតែតេក៏បានដែរហ្នឹងហើយចឹងសម្រាប់ម៉ូឈីអាចថាវាសូតែបើអ្នកចូលចិត្តចឹងគឺមានអីរសជាតិដូចបានចឹងណាគ្រីមហ្នឹងគឺឆ្ងាញ់តែឈើហ្នឹងហើយយើងដើរមកយើងមើលគេសម្ដែងមានសៀកមានរំមានអីចឹងណាហ្នឹងហើយដើរមកដល់ផ្ទះហើយអត់ផុតទេគឺឃើញបង្គាកូនទិញយកមកញ៉ាំនៅផ្ទះទៀតមកគ្រាប់1000នេះក្រៅបាត់ចិត្ត50000ទេណាចឹងសម្រាប់អំបិលគាត់រៀងប្រៃយើងអាចលាយគ្រឿងស្ករបន្តិចថែមអីចឹងសម្រាប់អ្នកចូលចិត្តរៀងផ្អែមតិចអី